ជំរាបសួរស្ដីបងប្អូនមានបានដឹងអត់នៅប្រាសាទបាគងមានហាងកាហ្វេមួយដែលយើងអាចជិះរទេះគោជុំវិញប្រាសាទកំសាន្តបានហើយកន្លែងថ្មីនេះមានឈ្មោះថារំដួលបាគងកាហ្វេជាហាងកាហ្វេថ្មីមួយដែលបានបង្កើតឡើងនៅតំបន់ប្រាសាទបាគងដែលមានការតុបតែងនិងរៀបចំលក្ខណៈជាផ្ទះបុរាណខ្មែរយើងខ្ញុំអាចហ៊ាននិយាយបានថាហាងកាហ្វេមួយនេះជាហាងកាហ្វេពិសេសមួយដែលផ្សារភ្ជាប់ប្រពៃណីនិងវប្បធម៌របស់ខ្មែរយើងនៅក្នុងរំដួលបាគងកាហ្វេនេះមានលក់ភេសជ្ជៈជាច្រើនមុខមិនថាកាហ្វេម៉ាឆាអ្វីដែលពិសេសក៏មានលក់ម្ហូបខ្មែរយើងផងដែរខ្ញុំរៀងស្ដាយដែរដោយសារតែពេលហ្នឹងខ្ញុំញ៉ាំបាយថ្ងៃហើយអញ្ចឹងអត់បានសាកញ៉ាំបាយថ្ងៃនៅកន្លែងគាត់ទេប៉ុន្តែសម្រាប់កាហ្វេខ្ញុំបានសាកឆ្ងាញ់និងភេសជ្ជៈផ្សេងទៀតក៏ឆ្ងាញ់ដែរហើយតម្លៃសមរម្យទៀតសម្រាប់បងម្ចាស់ហាងវិញក៏រស់រាយរាក់ទាក់មែនតើសំខាន់គាត់បកកាយនិយាយលេងសើចច្រើនទៀតនិយាយពីរឿងរទេះគោវិញសម្រាប់ខ្ញុំខានជិះយូរហើយតាមចាំបានខ្ញុំធ្លាប់ជិះកាលនៅក្មេងៗណាដល់ពេលបានជិះម្ដងទៀតនេះមានអារម្មណ៍ថាសប្បាយចិត្តមែនតើប៉ុន្តែក៏នេះហត់តិចខ្ញុំហត់មែនដោយសារខ្ញុំជិះរទេះគោឯណាខ្ញុំហត់ដោយសារខ្ញុំរត់តាមថតឡើងចុះដើម្បីថតវីដេអូឲ្យបងប្អូនបានទស្សនាខ្ញុំពិតជាចង់ឲ្យបងប្អូនបានមកជិះរទេះគោនៅប្រាសាទបាគងនេះខ្លាំងមែនតើព្រោះវាជាការចងចាំមួយដ៏ល្អជិះមើលប្រាសាទដែលដូនតាខ្មែរយើងបានកសាងដ៏អស្ចារ្យសម្រាប់រទេះគោនេះក៏ជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរប៉ុន្តែគួរតែចាប់ផ្ដើមពីបងប្អូនខ្មែរយើងមុនសិនរួមគ្នាមកជិះលេងកម្សាន្តឲ្យបានច្រើនឲ្យបានឃើញដល់ភ្ញៀវអន្តរជាតិបានស្គាល់រទេះគោខ្មែររបស់យើងក៏ដូចជាប្រទេសខ្មែររបស់យើងដែរសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូមួយនេះសម្រាប់ទីតាំងច្បាស់លាស់របស់រំដួលបាគងកាហ្វេខ្ញុំនឹងដាក់ map ជូននៅក្នុង comment សូមអរគុណសូមជម្រាបលាបាយបាយ